នៅពេលផងណាសូមបារម្ភលោកអ្នកមកជួបជាមួយនឹងការបង្ហាញជូននៅតារាភាពយន្តដែលមានឈ្មោះបោះសំឡេងកាលពីឆ្នាំកន្លងមកទៅគេថាបងស្រីមិនត្រឹមតែល្បីល្បាញនៅក្នុងពេលបច្ចុប្បន្ននេះសូម្បីតែឥឡូវនេះសូមបងស្រីក៏បានចូលរួមជាមួយនឹងការថតឲ្យផលិតកម្ម SM ផងដែរចាដូច្នេះចង់ដឹងថាជាសិល្បកររូបណាសូមយើងទស្សនាជាមួយនឹងកម្មវិធីរបស់យើងផងដែរចាជំរាបសួរបងចាសុខសប្បាយទេបងចាសុខសប្បាយកម្មវិធីរបស់យើងថ្ងៃនេះក៏ជាលើកទី1ផងដែរដែលបានជួបជាមួយនឹងបងស្រីច័ន្ទរាទីដែលជាតារាភាពយន្តជើងចាស់មួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈភាពយន្តចាចង់ដឹងថាថ្ងៃនេះបងចូលរួមជាមួយនឹងការថតឲ្យផលិតកម្ម SM ហ្នឹងចាក្នុងការថតហ្នឹងតើមានដូចថាអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលយើងបានជួបជាមួយនឹងមិត្តភ័ក្តិសិល្បៈគ្នាច្រើនមែនទែនទាំងបងស្គរបងស្រីស្គរនាងខ្ញុំហើយមានលពូដែលមានអ្វីច្រើនជាងនេះទៀតនោះចាចាថ្ងៃនេះបងសប្បាយចិត្តមែនតើហើយបងមានមោទនភាពខ្លាំងណាស់ដែលបានមកចូលរួមក្នុងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើងហើយបងមានកិត្តិយសខ្លាំងដែរដែលបានផលិតកម្ម SM គឺលោកមុនសមេតបានអញ្ជើញបងមកចូលរួមឲ្យជួបជុំនៅសិល្បករទាំងអស់ដូចជាប្អូនចំនួនក្រោយនិងសិល្បករមុនដែលចាកម្រមានពេលណាស់ដែលត្រូវមកជួបគ្នាហ្នឹងគឺកម្រមានពេលមកជួបគ្នាណាស់មានតែមួយឆ្នាំម្ដងឯងដែលត្រូវជួបគ្នាដូច្នេះបងមានចិត្តសប្បាយមែនតើចានៅក្នុងកម្មវិធីចូលឆ្នាំថ្មីខ្មែរយើងនេះចាអញ្ចឹងបងស្រីក្នុងនាមជាសិល្បករមួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈតើបងស្រីមានអ្វីសម្រាប់ជូនពរដល់ទស្សនិកជននៅឱកាសបញ្ចូលឆ្នាំថ្មីនាពេលខាងមុខនេះផងដែរចានៅក្នុងកម្មវិធីចូលឆ្នាំថ្មីនេះក្នុងនាមខ្ញុំជាសិល្បករជាសិស្សច្បងមួយរូបហើយនឹងខ្ញុំក៏សូមជូនពរដល់បងប្អូនទស្សនិកជនក្នុងកម្មវិធីចូលឆ្នាំថ្មីនេះសូមឲ្យបងប្អូនទស្សនិកជនទាំងអស់ឲ្យគាត់មានសំណាងល្អជួបតែល្អគឺមានជោគជ័យគ្រប់ភារកិច្ចទាំងអស់ចាដល់បងស្រីផងដែរដែលបានចំណាយពេលជាមួយនឹងកម្មវិធីរបស់យើងក៏អរគុណជូនពរសុខភាពល្អសំណាងល្អបងណាចាអរគុណជំរាបលាចានៅពេលនេះសូមរីកជាមួយការទស្សនាជួបជាមួយនឹងសិល្បកររបស់យើងជាបន្តផងដែរចាសូមជើញ